លោកថាក់សៀនអតីតនាយករដ្ឋមន្ត្រីនៃសៀមពេលនេះភ្លាមបានទទួលតួនាទីដល់កំពូលហើយតួនាទីរបស់គាត់គឺគ្រប់គ្រងអ្នកសម្អាតនិងមើលការខុសត្រូវលូទឹកស្អុយក្នុងពន្ធនាគារធំណាស់មិនមែនចេះតែនិយាយសំអុយនោះទេតែវាជាការពិតត្បិតកូនស្រីគាត់បានទៅសួរសុខទុក្ខហើយមេគុកប្រាប់ដោយផ្ទាល់យល់ថាអស្ចារ្យក្រៃពីនាយករដ្ឋមន្ត្រីคล้ายជាអ្នកកាន់តំណែងដែលតែងតាំងដោយមេគុកទុកមុខឲ្យគាត់និងក្រុមគ្រួសារគឺថាមានសំណាងខ្លាំងណាស់นะครับសមត្ថភាពបែបហ្នឹងប្រាំអួតចង់ប្រកួតជាមួយសម្ដេចតេជោផងព្រោះពេលកន្លងអ្នកផងបានដឹងច្បាស់គាត់ខ្លាំងសម្ដីណាស់កាលកូនស្រីនៅជានាយករដ្ឋមន្ត្រីនៃសៀមភ្លាមក្រោយបែករឿងអាស្រូវនិងនៅពេលអាមេតបភូមិភាគ2សម្ភីនាំទាហានចូលមកឈ្លានពានទឹកដីខ្មែរលោកថាក់សៀនគ្មានអល់ឯកតាំងស្រែកពីក្រុងបាងកកចំអកឡកលើយថាវើយកងទ័ពថៃកុំឆ្អុកវាយសង្គ្រប់ទ័ពខ្មែរនៅក្បែរព្រំដែនរួចរុញចូលឲ្យណែនជ្រៅមែនតែនដើម្បីប្រដៅសម្ដេចតេជោសែនចាំមើលមានអីអួតទៀតនេះជាសម្ដីសជាតិមាយាទសពូជកំណត់ខូចរបស់ពួកខុនថៃថាវាយឲ្យដល់ភ្នំពេញផ្ទុយទៅវិញពោពេញដោយភាពអាម៉ាស់ខ្លួនកាន់តែចាស់ផ្លាស់មកកាន់មុខតំណែងហួសហាថ្លែងទៅហើយពុំអន់ឡើយជាប្រធានអ្នកសម្អាតនិងមើលថែលូទឹកស្អុយចុយសេះខ្លាំងមែនអ៊ំថាក់សៀនក្រុមកសិករចិញ្ចឹមគោយកទឹកដោះស្រស់លក់វិវក់នាំគ្នាយកទឹកដោះគោមកចាក់ចោលនៅទីសាធារណៈមុខរោងចក្រនិងក្រុមហ៊ុនធំដែលឈប់ប្រមូលទិញព្រោះលក់អត់ចាញ់អាណាទិញបើជន់ខេមរាពហិការផលិតផលសៀមពួកគេមិននៅស្ងៀមទេរិះរេនាំគ្នាយកញ៉ាត់ស្កាត់ទៅដាក់បញ្ជាក់ពីការលំបាកយ៉ាប់ប្រាប់ទៅអនុទាននាយករដ្ឋមន្ត្រីថៃថ្មីนะครับប្រញាប់ឲ្យជួយប្រាប់ទៅក្រុមហ៊ុនទាំងឡាយដែលធ្លាប់ចំណាយទិញទឹកដោះគោពីពួកគេរិះរេសងលុយកាក់ព្រោះទិញបណ្ដាក់ជាយូរថ្ងៃតាំងពីបាត់ព្រំដែនមែនតែនចំពាក់ថ្លៃទៅដោះគោប្រមាណជាង600លានបាតទៅហើយពុំណិតណយលើនាយករដ្ឋមន្ត្រីអើយนะครับពុំដូចឆ្នោះឡើយពួកយើងច្បាស់ជាតាយหมดแล้วนะคะក្រៅពីទឹកដោះគោក៏ដល់តំពាំងបាយជូរអាហ្នឹងក៏ទុកមិនបានយូរគ្មានអ្នកណាទិញដែរធ្លាប់តែយកមកលក់ឲ្យទីផ្សារខ្មែរដល់តែបាត់ព្រំដែនអ៊ូលណែនអរ៉ាមិនដឹងយកទៅណាក៏នាំគ្នាចាក់ជាកំណើលំអធ្វើជាសួនផ្កាច្បារដំណាំចឹងទៅនឹងនៅមានតទៅទៀតបើព្រំដែននៅបាត់ពិតជាវេទនាកម្ពីវាមិនដូចជាពាក្យមេនិយាយបែកខ្មែរសរិនម្នាក់បញ្ជាក់បែបហំហានក្រោយពេលបានឮសម្ដេចពុកទុកប្រសាសន៍ច្បាស់ថាទោះបាត់ព្រំដែន100ឆ្នាំក៏ខ្មែរពុំស្លាប់មីយាយបែកនោះធ្វើរឹកចំណាប់ក៏ត្រាប់តាមថាមិនបាច់បាត់100ឆ្នាំចង់បាត់រហូតរបូតច្រើនជាតិក៏គ្មានបញ្ហាតែលោកហ៊ុនសែនគិតមានប្រកាសថាកបាត់ព្រំដែន100ឆ្នាំម៉ាក់កបាត់100ឆ្នាំទេកបាត់ទៅเลยมันបាក់បើណាម្ដងមិនតែมันបាក់បើជាតិនេះជាតិណាពីប្រមាណទួយជាតិប្រមាណពិនជាតិលៀនជាតិក៏មិនបើប្រជាជនថៃមិនបើមិនយ៉ាងអយបើមាននាងឯងចេះតែថាទៅតែមានបានសួរជនជាតិនាងឯងហើយឬនៅអាស្រូវបែបណាពេលនេះនោះទើបនឹងបាត់3-4ខែសោះឃើញរស់នៅបែបណានាងឯងអ្នកថាជាអ្នកខេត្តសរិនតែមិននៅជាប់ព្រំដែនមានជាតិជាខ្មែរមែនតែខួរក្បាលសន្តានបានបដូរសារជាតិមាយាទមិនខុសពីពួកចៅសៀមទេមេរបាលមិនដូចខ្មែរដែលហៅថាកម្ពុជាក្រោមរស់នៅក្នុងចំណោមប្រទេសវៀតណាមនោះទេនៅតែស្នេហាជាតិខ្មែរស្រឡាញ់ជនជាតិខ្មែរដូចគ្នាណាស់មិនផ្ដាស់ដូចមេប្រាស់ស្រុកនាងឯងនឹងទេนะคะមើលចុះប្រទេសគេពិតជាថ្លៃថ្នូរមែនសូម្បីតែអ្នកផលិតមាតិកាបង្ហោះតាម YouTube ក៏អាចថតឈុតសាច់ជិះតាមឡាន pick up បណ្ដាថតបណ្ដាធ្វើឲ្យល្បីល្បាញពេញបណ្ដាញសង្គមសៀមនិងពិភពលោកីនិយាយមិនដាច់ពីមាត់ថាថៃប្រកាសជាខ្លាំងមែននោះគឺបរិះវ័យក្មេងជនជាតិរុស្ស៊ីនិងនារីថៃវ័យ42ឆ្នាំចាំកាលទៀតគេឲ្យប្រាក់$28ក្នុងការរួមរយៈមិនដល់លុបខ្សែដើម្បីឲ្យគេថតវីដេអូត្រឹមតែថ្ងតិចល្បិចស្រើបស្រាលកណ្ដាលផ្លូវឡានក៏បើកទៅមុខអ្នកស្រុកក៏បានឃើញផ្ទាល់យល់ពេញនេត្រាខ្លះទាញកាមេរ៉ាថតបង្ហោះព្រោះចង់បង្អួតថាប្រទេសថៃអ្វីក៏អាចធ្វើបានគ្មានចន្លោះធ្វើបានទាំងអស់ទោះរឿងថោកទាបបែបណាអញកោតតែជាប្រទេសកាន់ពុទ្ធសាសនាដែរប៉ុន្តែទាំងវើគឺសូន្យបាទពីនេះពីនោះវល់ក៏ដល់ទីបញ្ចប់ត្រឹមនេះ/ត្រឹមហ្នឹងសិនមិនទាន់អស់ពេលក្រោយនោះនឹងមានបន្តទៀតសូមជម្រាបលាសวัสดีครับตายแล้ว